ពាក្យត្រឹមត្រូវដែលយើងយកមកប្រើបោកទុរេនបកទុរេនកម្មភាពកូនបងពុះទុរេនកាប់ទុរេនអ្នកទាំងនេះមានយោបល់យ៉ាងណាក៏មិននៅខាងក្រោមរបស់ខ្ញុំបានដឹងផងថាតើពុះទុរេនកាប់ទុរេនចិត្តទុរេនពាក់អាវពាក់ខោអាហ្នឹងវាខុសគ្នាមិនជាភាសាអ្នកពាក់ខោនេះនៅពេលដែលអ្នកទាំងនេះបានហូបទុរេនឬក៏អ្នកទាំងនេះទិញទុរេនមកតើអ្នកទាំងនេះនិយាយថាម៉េចនៅពេលដែលយើងបកទុរេនណាបកទុរេនពុះទុរេនឬក៏ចិត្តទុរេននេះបើស្វ័យយើងប្រើចិត្តហើយបើសិនយើងមើលអ៊ំស្រីម្នាក់នេះគឺគាត់ពុះទុរេនមិនអាហ្នឹងបានគេហៅពុះទុរេនហើយនឹងបងស្រីម្នាក់នេះបងស្រីនេះអាហ្នឹងបានគេហៅពុះទុរេនណាបើសិនជាដូចអ៊ំបើសិនជាដូចអ្នកលក់នៅផ្សារហ្នឹងគេយកកបិតឆ្កឹះតិចហ្នឹងអាហ្នឹងគេមិនហៅពុះទុរេនទេគេបកទុរេនទេប៉ុន្តែនេះបានគេហៅថាពុះទុរេនមែនបើយើងថាអូពុះទុរេនប៉ុន្តែយកកូនកបិតមកឲ្យតិចតែប៉ុន្តែអាហ្នឹងវាមិនមែនគេហៅពុះទុរេនទេអាហ្នឹងទុរេនហើយឬក៏ចិត្តទុរេនហើយតែបើពុះទុរេននេះអានេះបានគេហៅថាពុះទុរេនដល់គ្នាមើលពុះឲ្យមិនពុះនេះហើយមើលបងស្រីម្នាក់នេះមានទុរេនហើយពុះទុរេនខ្ទេចទៀតទុរេនមួយហើយម៉ែឲ្យពុះទុរេនមិនយើងយកបថៅមកពុះចុះអាណាយកកបិតមកពុះទុរេនមិនអត់កើតទេអញ្ចឹងគេត្រូវការបថៅមកពុះហើយយើងមើលនេះអ៊ំស្រីម្នាក់នេះគាត់ពុះទុរេនហើយដឹងរសជាតិមិនទៅបើលេងដំឡើងខ្ទេចខ្ទីអស់ហើយដូចបងស្រីម្នាក់នេះដល់គ្នាទៅរើសអាខ្ទេចខ្ទីហ្នឹងយកមកហូបហ្នឹងទៅមិនបើឲ្យពុះទុរេនហើយអាហ្នឹងមិនហៅពុះទុរេនយើងត្រូវបែងចែកឲ្យច្បាស់អាមិនគេហៅពុះហើយអាមិនគេហៅចោះទុរេនពុះទុរេនឈ្វាលណាចិត្តអញ្ចឹងយើងត្រូវបែងចែកអាពាក្យហ្នឹងឲ្យស្រួលបួលដូចម្ដេចទៅហៅថាពុះដូចម្ដេចទៅហៅថាចិត្តហៅថាកាប់ហៅថាអីហ្នឹងគឺវាផ្សេងគ្នាដូចក្មេងៗយើងឥឡូវនេះខ្ញុំមិនដឹងថាគាត់បែងចែកពាក្យសម្ដីនឹងយ៉ាងម៉េចដូចពាក្យថាស្លៀកខោយើងនៅតាមជនបទយើងហៅស្លៀកខោពីព្រោះអីពាក្យក្នុងវចនានុក្រមនេះគេនិយាយច្បាស់ណាស់ថាគឺស្លៀកខោអត់មានពាក់ខោទេពាក់មានន័យថារបស់ដែលចាប់ពីចង្កេះទៅអាហ្នឹងគឺគេហៅពាក់ឯងណាប៉ុន្តែបើពាក់ស្បែកជើងពាក់អីអាហ្នឹងគឺវាផ្សេងប៉ុន្តែគឺស្លៀកហ្នឹងគឺគេសំដៅទៅលើខោសពុតសរងអាហ្នឹងគឺគេហៅស្លៀកតែបើសិនជាយើងចាប់ពីត្រឹមនេះឡើងលើឬក៏បើដល់ខាងក្រោមដូចយើងពាក់កងជើងយើងពាក់ស្បែកជើងអាហ្នឹងគេហៅពាក់ឯងប៉ុន្តែនេះតង់ខោនេះបងប្អូនយើងខ្លះឬក៏ក្មេងៗមួយចំនួនមិនមែនតែក្មេងៗទេណាសូម្បីតែមនុស្សចាស់ភាគច្រើនក៏គាត់ហៅពាក់ខោដែរតែប៉ុន្តែអាហ្នឹងមិនមែនពាក់ខោទេប៉ុន្តែអាហ្នឹងអាចពីភាសាពួកគាត់តាំងពីដើមមកសូម្បីតែបងប្អូនរបស់ខ្ញុំក៏ហៅអាហ្នឹងពាក់ខោដែរតែប៉ុន្តែបើសិនជាយើងកុំឲ្យคล้ายណាកុំឲ្យពាក្យហ្នឹងយូរទៅវាទៅជាធម្មតាក្មេងមួយណាដល់ពេលតសេទៅលេងពាក់ខោពងប្រឡងពេលឧទាហរណ៍ទៅប្រឡងថោគ្រូតសេពាក្យណាមានស្លៀកមានអីហ្នឹងអត់ដែលឮស្លៀកផងអញ្ចឹងគឺអត់ដែលគេយកខោទៅស្លៀកទេណាគេអត់ដែលយកខោទៅពាក់ទេគឺគេយកខោហ្នឹងទៅស្លៀកអាហ្នឹងបានត្រឹមត្រូវហើយបើអាវនេះអាហ្នឹងបានគេហៅពាក់អញ្ចឹងកន្លែងហ្នឹងក៏វាហាក់បីដូចជាការពុះទុរេនហើយនឹងចិត្តទុរេនហើយនឹងកាប់ទុរេនដែរអញ្ចឹងគឺវាស្រដៀងគ្នានឹងទេអញ្ចឹងអ្នកនេះគួរតែបែងចែកពាក្យហ្នឹងឲ្យបានស្រួលបួលណាស្លៀកខោពាក់ខោអាហ្នឹងគឺវាផ្សេងគ្នាអញ្ចឹងគឺអ្នកទាំងនេះមានយោបល់យ៉ាងណាក៏មិននៅខាងក្រោមរបស់ខ្ញុំបានដឹងផងថាតើពុះទុរេនកាប់ទុរេនចិត្តទុរេនពាក់អាវពាក់ខោអាហ្នឹងវាខុសគ្នាមិនជាភាសាអ្នកពាក់ខោនេះពាក់ខោនេះខ្ញុំមិនមែនខ្ញុំទៅលឺទេខ្ញុំលឺយូរដែរហើយប៉ុន្តែមិនដឹងថាយើងត្រូវនិយាយឲ្យម៉េចវាភាសានេះមិនមែនភាសាតាមតំបន់ទេអាហ្នឹងភាគច្រើនគឺមកពីទីក្រុងភ្នំពេញខ្ញុំលឺភាគច្រើនហើយទៅក៏វាคล้ายមកដល់ក្មេងៗឥឡូវហ្នឹងក៏ប្រើពាក់ខោដែរអញ្ចឹងគឺបើសិនជាអាចទេខ្ញុំមិនដឹងច្បាស់ដែរប៉ុន្តែអ្នកនេះអាចទៅមើលនេះបានទៅមើលវចនានុក្រមបានតើមានការពាក់ខោអត់ឬក៏មានតែពាក់អាវឬក៏ពាក់ខោខ្ញុំមកបានហ្នឹងចាំខ្ញុំសើចមើលហើយចុះខ្ញុំដាក់ឲ្យអ្នកឲ្យមើលថាតើមានការពាក់ខោស្លៀកខោអីនឹងអត់អញ្ចឹងវីដេអូហ្នឹងមិនតែប្រឹងទេអ្នកនេះកុំភ្លេចទៅជួយ like share ហើយនិង subscribe ខ្ញុំមកវិញផង